មានគេមកសួរខ្ញុំរឿងម៉ាដាមដាហើយនឹងប៊ឺរីថាបែកគ្នាមែនឬក៏សម្ដែងអីចឹងណាខ្ញុំចេញមកនិយាយហ្មងទៅព្រោះអីពេលដែលគាត់ sweet ពេលគាត់ត្រូវគ្នាផ្អែមល្ហែមអីសញ្ញាសែកអីអ្នកតាមដានខ្ញុំដឹងហើយរឿងផ្សេងជាច្រើនជាមួយគាត់ដល់អញ្ចឹងពេលគេបែកគ្នាក៏យើងត្រូវតែបញ្ចេញឲ្យដឹងដែរហើយក៏ខ្ញុំបានសុំការណែពីពួកគាត់ទាំងពីរដែរអញ្ចឹងណាអញ្ចឹងក្នុងការគាត់បែកគ្នានេះមិនមែនទុំតែឥឡូវទេគឺចិត្តកន្លះឆ្នាំហើយអញ្ចឹងបងប្អូនឲ្យដឹងអញ្ចឹងណាធម្មតាយើងមិនអាចបែកគ្នាថ្ងៃនេះឬក៏ស្អែកកាន់ស្អែកអីមួយខែពីរខែយើងផុសទេធម្មតាយើងតែងតែព្យាយាមរក្សាកម្រិតមើលគ្នាថាអាការដែលចិត្តនេះអាចនឹងត្រឡប់ទៅវិញបានឬក៏អត់អីចឹងណាតែដំណាក់កាលដល់កន្លះឆ្នាំជាងហើយគឺมันអាចរក្សាទំនាក់ទំនងស្នេហានេះបានអញ្ចឹងក៏ពួកគាត់សម្រេចចិត្តបែកគ្នាដោយសន្តិវិធីអត់មានខាងណាក្បត់អ្នកណាអត់មានខាងអីអញញ៉ៃអីទាំងអស់ខ្ញុំក៏សោកស្ដាយពួកគាត់ទាំងពីរដែរមនុស្សល្អដូចគ្នាអ្នកខ្លះឃើញគាត់ចេញមកខមមិនអីថាចាំបាច់អញ្ចឹងក៏ផុសបែកគ្នាតែពីរនាក់ក៏ផ្សាយទៅអីធម្មតាយើងបែកគ្នាយើងចេះតែចង់ឲ្យមហាជនឬក៏អ្នកផ្សេងដឹងថាពួកគាត់ទាំងពីរបានចែកផ្លូវគ្នាហើយកុំឲ្យតាថ្ងៃក្រោយឃើញបឺរីបដើស្ត្រីណាឬក៏ម៉ាដាមដាគាត់បដើបរោះណាអីខ្ញុំថាមានមតិវែកញែកឆ្ងល់ថាពីអ្នកហ្នឹងនេះចែកផ្លូវរៀងខ្លួនស៊ីរៀងខ្លួនអីចឹងណាពីអាក្រក់ស្ដាប់អញ្ចឹងណានឹងឯងអញ្ចឹងមិនភាកច្រើនពួកគាត់ចេញមកនិយាយដើម្បីឲ្យដឹងថាពួកគាត់បានចែកផ្លូវដើម្បីទុកសេរីភាពឲ្យគ្នាឬក៏មានអ្នកថ្មីរៀងខ្លួនហើយអ្នកខ្លះខមមិនមកបរិយាអាក្រក់ខ្ញុំឃើញថាទី1ម៉ាដាមអស់លុយម៉ាដាមដាអស់លុយឬក៏អស់ប្រយោជន៍អីចឹងទៅទាត់ក្បាលចោលអីចឹងមួយចុះពីបងប្អូនធម្មតាមនុស្សបរិយាខ្ញុំស្គាល់គាត់មិនគ្រប់15ឆ្នាំទេហើយក៏ជាមិត្តភក្តិស្និទ្ធស្នាលខ្ញុំទៀតបរិយាខ្ញុំគិតថាខ្ញុំហ៊ាននិយាយចឹងហ្មងអត់មានអ្នកណាអាចទិញគេហៅអាក្រក់ស្រាប់ទិញក្បាលទិញទឹកចិត្តគាត់បានទេបើសិនជាគាត់អត់ស្រឡាញ់ណាអ្នកនឹងសទ្ធិនេះមានលុយមិនក៏ដោយក៏គាត់អត់យកដែរប៉ុន្តែម៉ាដាមដាគាត់ស្រឡាញ់ពេញចិត្តមែនតែនមិនមែនសម្ដែងទេហើយអាបែកគ្នាលើកនេះក៏មិនមែនសម្ដែងដែរគឺពិតប្រាកដធម្មតាមានមតិប្រឆាំងមតិស្របចង់ឲ្យឃើញគាត់ទាំងពីរត្រូវគ្នាអ្នកខ្លះក៏បញ្ចេញមតិអ្នកខ្លះក៏ឃើញគាត់ speed ពីមុនអីក៏មានអារម្មណ៍ថាច្រេញពួកគាត់ឃើញចេះឃើញចោះធម្មតាអ្នកលក់អនឡាញតែងតែត្រូវការធ្វើវីដេអូប្រម៉ូទហើយធ្វើឲ្យការខ្លួនឯង speed អីចឹងហើយណាមួយម៉ាដាមដាក៏គាត់ល្បីក្នុងsocial media ហ្នឹងខាងលក់អនឡាញហ្នឹងគឺគាត់ល្បីណាស់ហើយបារីក៏គាត់ជាតារាសម្ដែងបើគិតដល់ឥឡូវក៏វាជិត20ឆ្នាំអីដែរអញ្ចឹងពួកគាត់សិតតែអ្នកល្បីដូចគ្នាហើយគ្មានអ្នកណាចង់បែកបាក់ទេបងប្អូនធម្មតាយើងរស់នៅមួយគ្នាអត់ចុះសម្រុងមានតាចែកផ្លូវគ្នាអាហ្នឹងគឺជារឿងធម្មជាតិហើយគេសួរថាឃើញតែពួកតារាពួកអនឡាញឆ្លោះហែកហួរគ្នាបែកគ្នាធម្មតាមនុស្សទូទៅក៏មានផិតក្បត់មានបែកបាក់គ្នាដែរប៉ុន្តែដោយសារពួកគាត់ជាមនុស្សធម្មតាទោះគាត់បែកគ្នាឬក៏អីអត់ស្មានអ្នកណាចាប់អារម្មណ៍ដល់ពួកគាត់សញ្ញាល្បីតែបែកគ្នាហើយតែងតែមានសារព័ត៌មានយកមកចោះយកមកអីហើយអញ្ចឹងមិនគេថាចេះអូយកតារាអត់នេះទេសាវ៉ាចេះមួយសាវ៉ាចុះពីឃើញតែប្រយោជន៍អីចឹងអញ្ចឹងមិនថាអូហ៊ានឆ្លាញ់អ្នកសិល្បៈឃើញតែលេងគ្នាងាកលេងគ្នាពួកសិល្បៈនេះយកគ្នាមិនបានប្រមាណអីចឹងណាអញ្ចឹងអ្នកសិល្បៈក៏មានល្អមានអាក្រក់ដូចមនុស្សទូទៅយើងដូចគ្នាដែរមានល្អមានអាក្រក់មិនមែនអាចទាំងល្អទាំងអស់អាក្រក់ទាំងអស់អីទេប៉ុន្តែពួកគាត់ទាំងពីរជ្រើសរើសរស់នៅផ្សេងគ្នាហ្នឹងក៏គាត់នៅតែតាក់ទងរាប់អានគ្នាដូចគ្នាធម្មតាអីដែររយៈពេលប្រហែលជាជាង10ថ្ងៃមុនក៏ម៉ាដាមដាអញ្ជើញបារីទៅខូបកណាត់កូនជីងដែរហៅខ្ញុំដែរតែប៉ុន្តែខ្ញុំមកនៅខ្ញុំទៅខេត្តខ្ញុំមកវិញរឿងល្វើយអស់កន្លងមកដល់ម៉ោង9ជាងហើយដល់អញ្ចឹងខ្ញុំក៏អត់បានចូលរួមកម្មវិធីហ្នឹងដែរបើសិនថ្ងៃហ្នឹងខ្ញុំស្ដាយមែនទេបើបានចូលរួមកម្មវិធីហ្នឹងខ្ញុំដាក់វីដេអូចែកជូនបងប្អូនមើលឲ្យដឹងថាពួកគាត់ទាំងពីរនៅតែត្រូវគ្នាធម្មតាអត់មានឆ្លោះប្រកែកគ្នាអីទេអារឿងឆ្លោះប្រកែកគ្នាអត់ត្រូវគ្នាហ្នឹងណាអ្នកណាក៏មានដែរគ្រាន់តែឥឡូវនេះពួកគាត់ move on រៀងខ្លួនពួកគាត់យល់ពីគ្នាអញ្ចឹងក៏សម្រេចចិត្តចែកផ្លូវគ្នាដែរអាដំបងសិតតែឆ្លោះកើតចេញពីការឆ្លោះគ្នាហើយបានដល់ដំណាក់កាលបែកផ្លូវគ្នាហើយក៏ដក clear ពីគ្នាមួយរយៈហើយមិនឲ្យគាត់មានអារម្មណ៍ថាពួកគាត់នៅតែអាចរាប់អានគ្នាអីបានអីធម្មតាទូទៅហើយគ្រាន់តែគាត់ឃ្លាតគ្នានេះរយៈពេលជាងកន្លះឆ្នាំហើយបើសាច់គាត់ស្រឡាញ់គឺ1ឆ្នាំកន្លះរហូតដល់ឥឡូវនេះវាជាង2ឆ្នាំជាងបន្តិចហើយអញ្ចឹងក្នុងការចែកផ្លូវគ្នានេះក៏គាត់បានគិតច្បាស់លាស់អស់ហើយពួកគាត់មិនមែនថាស្រឡាញ់គ្នាតែ2នាក់ឯណាគ្រួសារពួកគាត់ទាំង2នាក់គឺដឹងឮនិយាយរួមពួកគាត់នៅបែបដូចលក្ខណៈប្តីប្រពន្ធអញ្ចឹងគ្រាន់តែគាត់មិនទាន់អាចរៀបការចោះតាស៊ីវិលគ្រាន់តែគាត់ចង់មានពេលសមស្របរកស៊ីចាប់ដៃគ្នាឲ្យទៅមុខដឹងស្រាប់ហើយការមួយរយៈមុនម៉ាដាមក៏គាត់មានបញ្ហាសួរថាពេលម៉ាដាមមានបញ្ហា
ក៏បរីក៏គាត់អត់ចាក់ចេញពីម្ដាមដែរព្យាយាមធ្វើការលក់ដូរ live ធ្វើគ្រប់សពបែបយ៉ាងដើម្បីឲ្យម្ដាមងើបឡើងមកវិញតែឥឡូវនេះម្ដាមក៏គាត់រៀងបានងើបឡើងប្រសើរទៅវិញហើយអញ្ចឹងមិនថាមនុស្សប្រុសណាបើសិនជាគេឃើញតែប្រយោជន៍មែនណាអាក្នុងកំឡុងពេលដែលយើងមានទុកហ្នឹងណាសួរថាមនុស្សស្រីអាចមើលឃើញហើយនៅពេលដែលមានទុកមានមនុស្សម្នាក់ចាំឈោងដៃចាំជួយពួកគាត់អាហ្នឹងគាត់នឹងសប្បាយចិត្តហើយបើសិនជាមនុស្សហ្នឹងឃើញតែលុយបរីហ្នឹងឃើញតែលុយមែនណាថ្ងៃម្ដាមដែលគាត់ធ្លាក់ដល់បាតណាបរីគាត់រត់ចេញហើយគាត់អត់នៅជពាក់ចពិននាំឲ្យមានគេហៅថាឈឺក្បាលវិលមុខដល់រឿងដែលមិនមែនរឿងគាត់អីចឹងណាខ្ញុំនិយាយនេះក៏អាចមានបងប្អូនមួយចំនួនថាចុះធ្វើការយកលុយគេអីចឹងណាហួសនៅដោយសារគេហួសនៅដោយសារស្រីអីក៏អញ្ចឹងក៏អាចក៏ឃើញមានខមមិនដែរប៉ុន្តែធម្មតាក៏យើងស្ម័គ្រចិត្តស្រឡាញ់គ្នាធម្មតាយើងមនុស្សស្រីខ្លះគាត់ត្រូវការតែសេចក្តីសុខឯងគាត់អត់ត្រូវការមនុស្សប្រុសណាលោឆាយមានជាងគាត់ឬក៏អីគាត់តែឲ្យតែអារម្មណ៍ត្រូវចិត្តគាត់អាចនឹងស្រឡាញ់ហើយដូចឃើញបងប្អូនស្រីមួយចំនួនក៏គាត់និយាយចឹងដែរគាត់អត់ត្រូវការមនុស្សប្រុសណាដែលល្អឥតខ្ចោះឬក៏មានជាងគាត់ឬក៏ក្រុមគាត់អីទេគាត់ឲ្យតែនៅមួយមានក្តីសុខហើយចេះtake careគាត់នឹងបើកចិត្តស្រឡាញ់ហើយនឹងស្រឡាញ់អស់មួយជីវិតហើយគាត់អត់សូវខ្វល់អារឿងមានជាងក៏ជាងអីទេហើយបរីក៏គាត់ធ្វើការដោះដូរដូចជាប្រាក់ខែអីចឹងដែរអញ្ចឹងដើមកំណើតស្នេហ៍គាត់នេះគឺផ្ដើមចេញពីការធ្វើ BA ថតប្រម៉ូទផលិតផលឲ្យម្ដាមដាក៏ចាប់ដើមគាត់ស្រឡាញ់គ្នាទៅអានដំបូងហ្នឹងដែលអ្វីដែលខ្ញុំដឹងគឺម្ដាមគាត់ក៏ខូចចិត្តដែរដល់អញ្ចឹងទៅក៏ហៅបរីមកធ្វើ BA ក៏ចាប់ដើមបរីមើលថែថ្នាក់ថ្នមគាត់របៀបមនុស្សកំពុងតែសេតដល់អញ្ចឹងមានមនុស្សម្នាក់ពេលថតចប់ក៏អង្គុយគេហៅថាកំដរហើយមួយទៀតអាហ្នឹងគេហៅថាបងប្អូនដឹងស្រាប់ទេតែកដរគ្នាឡើងកដរគ្នាចុះនិយាយរឿងក្នុងចិត្តកដរគ្នាសេតអីចឹងផឹកជាឡើងអញ្ចឹងយូរទៅកើតក្តីអាណិតស្រឡាញ់ទៅហើយប៉ុន្តែខ្ញុំគិតថាបរីគាត់មានអារម្មណ៍ថាអាណិតម្ដាមច្រើនជាងស្រឡាញ់អានេះអ្វីដែលតាមដែលខ្ញុំឃើញណាអញ្ចឹងបើសិនជាបងប្អូនអាចមើលឃើញផ្សេងឬអីយ៉ាងណាក៏ឃើញតាមបងប្អូនហើយគាត់តែបញ្ជាក់ចុងក្រោយនេះគាត់ទាំងពីរនាក់គឺចែកផ្លូវគ្នាពិតប្រាកដអត់មានសម្ដែងទេភាគច្រើនគេឆានមកសួរខ្ញុំពីរនាក់នឹងសម្ដែងមែនស្ងាត់មែនលក់អបានអត់សូវដាច់មែនមិនសម្ដែងធ្វើបែកគ្នាអីចេះមួយចុះពីរប៉ុន្តែបញ្ជាក់ថាបរីគាត់អត់សម្ដែងទេហើយមនុស្សបរីគឺស្រឡាញ់មុខស្រឡាញ់មាត់កិត្តិយសណាស់អញ្ចឹងគ្មានស្ត្រីឬក៏បុរសណាមានលុយអាចទិញគេហៅថាសតិសម្បញ្ញៈគាត់បានទេគឺគាត់តែស្រឡាញ់គឺស្រឡាញ់បើថាអត់ស្រឡាញ់មានលុយប៉ុណ្ណាទិញគាត់ក៏អត់បានដែរអានេះខ្ញុំហ៊ាននិយាយក្នុងនាមខ្ញុំរាប់អានមួយបរីមិនក្រុមជាង15ឆ្នាំទេអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនពុកម៉ែអ្នកខ្លះនិយាយថាផ្សាយធ្វើអីអត់ប្រយោជន៍បាទខ្ញុំគិតថារឿងហ្នឹងក៏វាអត់ប្រយោជន៍ដែរតែអ្នកខ្លះគាត់ចូលចិត្តតាមដានជីវិតពួកគាត់ចូលចិត្តតាមដានគេហៅថាជីវិតតារាអីចឹងណាក៏ខ្ញុំយកមកចែកជូនបងប្អូនឲ្យបានដឹងតែប៉ុណ្្នឹងអូខេអរគុណច្រើនជំរាបលាបាយបាយ